ស្ថានភាពប្រែឡើងកម្ដៅខ្លាំងនិងតានតឹងជាថ្មីក្រោយពេលប្រមុខសេដ្ឋវិមានដូណាល់ត្រាំប្រកាសបើកប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្មនៅជាប់ច្រកសមុទ្រហូម៉ូសហើយឥឡូវមេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគំរាមថាលោកនឹងកំចាត់អ៊ីរ៉ង់ឲ្យរលាយបាត់ពីផែនទីបើហ៊ានវាយនាវាចម្បាំងអាមេរិកក្នុងកិច្ចសម្ភាសជាមួយ Fox News ផ្សាយនៅថ្ងៃអង្គារទី5ខែឧសភាឆ្នាំ2026មេដឹកនាំប្រទេសមហាអំណាចលេខ1លើលោកនេះបាននិយាយនៅក្នុងគម្រោងសេរីភាពបើអ៊ីរ៉ង់ពិតជាហ៊ានបាញ់នាវាចម្បាំងអាមេរិកមែនប្រទេសពួកគេនឹងត្រូវរលាយពីផែនដីជាក់ជាមិនខានទោះបីជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលនោះលោកត្រាំក៏បានសរសើរអ៊ីរ៉ង់ផងដែរថាឥឡូវពួកគេស្រួលនិយាយគ្នាជាងមុនក៏ព្រោះតែអាមេរិកមានធនធានយោធាល្អជាងការប្រមានរបស់លោកត្រាំកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ពីការបាញ់លើទូកអ៊ីរ៉ង់ចំនួន7គ្រឿងនៅច្រកសមុទ្រហូម៉ូសដែលព្យាយាមរារាំងប្រតិបត្តិការរបស់អាមេរិក